អង្គការ HEC គឺជាអង្គការអន្តរជាតិមកពីប្រទេសស្វីសដែលយើងបានចូលមកបំពេញការងារនៅក្នុងប្រទេសកម្ពុជាតាំងពីទសវត្សរ៍ 80 ដែលមានរយៈពេល 45 ឆ្នាំកម្មវិធីសំខាន់ៗរបស់អង្គការ HEC គឺយើងផ្ដោតសំខាន់ទៅលើនិរន្តរភាពកសិកម្មការបម្រែបម្រួលអាកាសធាតុនៅលើវិស័យកសិកម្មអភិបាលកិច្ចដីធ្លីសម្រាប់គម្រោងខ្សែសង្វាក់ផលិតកម្មម្រេចដែលយើងបានសហការជាមួយនឹងអង្គការជាតិដែលមានរយៈពេល10ឆ្នាំដើម្បីជួយទៅដល់កសិករដាំដុះម្រេចនៅក្នុងប្រទេសកម្ពុជាឲ្យទទួលបាននៅបច្ចេកទេសដាំដុះម្រេចស្របទៅតាមប្រព័ន្ធអេកូឡូស៊ីដើម្បីធ្វើការបង្កើននៅភាពធន់ទៅនឹងការបម្រែបម្រួលអាកាសធាតុនិងធ្វើឲ្យប្រសើរឡើងនៅគុណភាពម្រេចហើយគម្រោងក៏បានធ្វើការសម្របសម្រួលជាមួយនឹងតួអង្គទីផ្សារនានាជាមួយនឹងវិស័យឯកជនដើម្បីធ្វើឲ្យគាត់អាចទទួលបាននៅប្រាក់ចំណេញពីការដាំដុះម្រេចនឹងកាន់តែប្រសើរជាងមុនគម្រោងក៏បានសម្របសម្រួលបង្កើតឲ្យមានជាសហព័ន្ធនឹងអាមេរិកនិងគ្រឿងទេសកម្ពុជាដើម្បីធ្វើឲ្យវិស័យម្រេចទាំងមូលនឹងកាន់តែរីកចម្រើនជាងមុនក៏ដូចជាផ្សារភ្ជាប់រវាងម្រេចកម្ពុជាទៅកាន់ទីផ្សារពិភពលោកបើនិយាយអំពីទូនីតិនិងភារកិច្ចរបស់ក្រសួងពាណិជ្ជកម្មគឺមានមុខងារ2ស្នូលទី1ដឹកនាំគ្រប់គ្រងវិស័យពាណិជ្ជកម្មក្នុងប្រទេសហើយមួយទៀតក្រៅប្រទេសយើងត្រូវសម្របសម្រួលទៅដឹកនាំធ្វើម៉េចឲ្យការទិញលក់របស់គាត់ហ្នឹងបានល្អបច្ចុប្បន្ននេះយើងកំពុងតែសហការគ្នាជាមួយអង្គការជាតិ HEC ជាដើមហ្នឹងដើម្បីយើងចុះទៅប្រមូលទិន្នន័យនៅតាមតំបន់នានាសម្រាប់អ្នកដែលដាំម្រេចហ្នឹងឲ្យយើងដឹងថាតើគាត់ជួបបញ្ហាអីគាត់លំបាកអីបានយើងសរុបមកបានយើងយកមករៀបចំជាគោលនយោបាយអញ្ចឹងអង្គការជាតិគាត់មានមនុស្សនៅមូលដ្ឋានច្រើនអញ្ចឹងគាត់អាចប្រមូលផ្ដុំកសិករអ្នកផលិតអ្នកនាំចេញនាំចូលឬក៏អ្នកផលិតអ្នកកែច្នៃគាត់ធ្វើកិច្ចការហ្នឹងបានអញ្ចឹងកិច្ចការនេះយើងចេះតែសហការគ្នាជាបន្តបន្ទាប់មិនមែនតែអាមេរិកទេសូម្បីតែដឡូមីសូម្បីតែចន្ទីជាដើមហ្នឹងក៏អង្គការជាតិនិង HEC ហ្នឹងគាត់ចូលរួមជាមួយនឹងក្រសួងពាណិជ្ជកម្មដើម្បីធ្វើកិច្ចការហ្នឹងបាទចាប់តាំងពីយើងបង្កើតសហព័ន្ធម្រេចនិងគ្រឿងទេសកម្ពុជារហូតដល់បច្ចុប្បន្ននេះយើងបានផ្សព្វផ្សាយម្រេចកម្ពុជារបស់យើងទាំងទីផ្សារក្នុងស្រុកនិងទីផ្សារអន្តរជាតិដោយផ្សារភ្ជាប់រវាងអ្នកនាំចេញដែលជាសមាជិករបស់យើងជាមួយនឹងអ្នកទិញមកពីបណ្ដាប្រទេសផ្សេងៗយ៉ាងទូលំទូលាយជុំវិញពិភពលោកហើយសហព័ន្ធម្រេចនិងគ្រឿងទេសកម្ពុជាក៏បានធ្វើការឡើងជិតស្និទ្ធជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការជួយកែលម្អគោលនយោបាយនានាដើម្បីជួយឲ្យក្រុមហ៊ុននាំចេញអាចនាំចេញផលិតផលម្រេចរបស់ពួកគេទៅកាន់ទីផ្សារអន្តរជាតិជាមួយនឹងឱកាសប្រកួតប្រជែងខ្ពស់